សួស្តីអ្នកនេះថ្ងៃនេះដែរស្វាគមន៍មកកាន់ channel ខ្មែរ Gamer LH ខ្ញុំបាន LH ធ្វើការបង្រៀននៅការបង្រៀនអំពីនឹងស្វែងយល់អំពីការយល់ដឹងនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថាដែលបង្កើតដោយក្រុមហ៊ុន Microsoft ហើយវាមានឈ្មោះថា Microsoft Office Word 2010ជាដំបូងជំហានដំបូងយើងដើម្បីឈានទៅដល់ការប្រើប្រាស់កម្មវិធី Microsoft Word 2010យើងធ្វើការយល់ដឹងបន្តិចបន្តួចអំពីរបៀបបើកហើយកម្មវិធីហើយនិយាយអំពីកម្មវិធី Microsoft Word ជាដំបូងយើងនិយាយអំពីកម្មវិធី Microsoft Word តើអ្វីទៅជាកម្មវិធី Microsoft Word កម្មវិធី Microsoft Word គឺជាកម្មវិធីដែលបង្កើតដោយដោយក្រុមហ៊ុន Microsoft ដែលមានជំនាញខាងបញ្ចូលឯកសារបញ្ចូលរូបភាពឆ្លាក់អក្សរគូរអក្សរដាក់ស៊ុំនិងអ្វីផ្សេងៗទៀតហើយអឺតើកម្មវិធីនេះមានប្រយោជន៍សម្រាប់មុខងារអ្វីខ្លះកម្មវិធីនេះគឺមានប្រយោជន៍សម្រាប់មុខងារដូចជាការធ្វើអត្ថបទសម្រាប់ផ្សេងៗការធ្វើសម្រាប់លេខាវាយឯកសារផ្សេងៗនិងបញ្ចូលរូបភាពបញ្ចូលអីជាដើមឥឡូវយើងស្គាល់ហើយអំពីកម្មវិធី Microsoft Word ដូច្នេះយើងឈានទៅដល់ការបើកកម្មវិធី Microsoft Word ទាំងគ្នាដំបូងគឺបើកមាន2របៀបបើកទី1គឺយើងចុច icon នៅលើ desktop របស់យើងប៉ុន្តែបើសិនជាគេសួរយើងអំពីរបៀបបើកកម្មវិធី Microsoft Word យើងឆ្លើយថាចុច icon នៅលើ desktop គឺបន្ទុកយើងគឺ0ធ្វើម៉េចដើម្បីឲ្យបានបន្ទុកពេញដើម្បីបានបន្ទុកពេញយើងត្រូវឆ្លើយដូចនេះជាដំបូងយើងត្រូវចុចប៊ូតុង start បន្ទាប់មកទៀតចុច all program ហើយ all program វានឹងបដូរទៅជា back ហើយទៅស្វែងរក folder មួយដែលមានឈ្មោះថា Microsoft Office នេះគឺ Microsoft Office តាណាបាត់ហើយនេះគឺ Microsoft Office คลิกយកវាមួយទៅហើយคลิกយក Microsoft Office Word 2010ប៉ុណ្ណឹងគឺយើងបានបន្ទុកពេញនេះគឺជាផ្ទាំងកម្មវិធី Microsoft Word ហើយនៅពេលនេះដែរគឺជំហានដំបូង part ទី1ដែលយើងបង្ហាញអំពីរបៀបបើកនិងនិយមន័យនៃកម្មវិធី Microsoft Word នៅបន្ទាប់នេះយើងនឹងធ្វើការ review សារជាថ្មីនៅកម្មវិធីនៃ user interface នៃកម្មវិធី Microsoft Word នៅពេលនេះសូមអរគុណចំពោះការតាមដានវីដេអូទាំងអស់នេះហើយសូមកុំភ្លេច like share និង subscribe វីដេអូនេះផង